ចាស់បារាណទៅធ្វើពីដើមមុនមកវាចេះតែធ្វើតគ្នាទោះបីឆ្លងកាត់ពេលវេលាដ៏យូរនិងត្រូវបំផ្លិចបំផ្លាញជាច្រើនលើកពីសត្រូវក៏ដោយក៏ទឹកដីមួយនេះនៅតែប្រកាន់ខ្ជាប់នៅជំនឿតពីដូនតារហូតមករដូវប្រាំងចូលមកដល់អាកាសធាតុក្តៅហួតហែងការប្រមូលផលស្រែចម្ការក៏បានចប់សពគ្រប់អ្នកស្រុកអង្គរបានស្រស់ស្រួលគ្នាផ្ដើមធ្វើពិធីរំលាយសពដែលជាទំនៀមទម្លាប់របស់ពួកគាត់តាំងពីដូនតាមកអ្នកភូមិតាប្រុកបានកំណត់ថ្ងៃទៅគាស់សពនៅក្នុងព្រៃកប់សពដែលនៅជិតភូមិដែលគេហៅថាគោកខ្មោចរីឯភូមិឋានដែលមានមនុស្សរស់នៅគេហៅថាគោកស្រុកតាមទំនៀមទម្លាប់ពិធីបុណ្យសពរបស់អ្នកស្រុកអង្គរគេបែងចែកជាពីរដំណាក់កាលដែលដំណាក់កាលទី1ជាការកប់សពទុកសិនដោយសារពួកគាត់មានជំនឿថារាងកាយរបស់មនុស្សយើងកើតឡើងដោយធាតុផ្សំ4មានទឹកដីភ្លើងនិងខ្យល់1ហៅថាបូជាព្រះធរណី2បូជាព្រះគង្គា3បូជាព្រះពាយណា4បូជាព្រះភ្លើងបានន័យថាបុរាណក៏ធ្វើមកតាមធាតុទាំង4ណាបាទហេតុផលនេះហើយទើបគេកប់សពជាមុនដើម្បីឲ្យទឹកនិងដីរំលាយសពឲ្យរលួយសល់តែឆ្អឹងក្នុងរយៈពេលពី1ឆ្នាំឬលើសនោះទើបគេគាស់ឆ្អឹងយកទៅឲ្យភ្លើងនិងខ្យល់រំលាយដែលជាកិច្ចបញ្ចប់ដែលជាដំណាក់កាលទី2ទាំងនេះក៏ដោយសារការយល់ឃើញរាងកាយរបស់យើងកើតឡើងដោយសារធាតុទាំង4និងរលាយទៅវិញក៏ដោយសារធាតុទាំង4មួយវិញទៀតការធ្វើរបៀបនេះអាចឲ្យគ្រួសារដែលពុំសូវមានលទ្ធភាពអាចចូលរួមជាមួយគ្រួសារដែលមានលទ្ធភាពបានត្បិតអីពិធីបុណ្យសពរបស់អ្នកស្រុកអង្គរមានកិច្ចពិធីច្រើនដែលធ្វើឲ្យការចំណាយក៏ច្រើនតាមឲ្យដឹងពីអ្នកភូមិការធ្វើរបៀបនេះក៏ដោយសារគ្រួសារខ្លះនៅពេលមានមនុស្សស្លាប់ភ្លាមពុំមានលទ្ធភាពធ្វើបុណ្យពេញលេញទេដូចនេះគេគ្រាន់តែធ្វើពិធីតិចតួចរួចកប់ទុកសិនទម្រាំពួកគាត់មានលទ្ធភាពនៅពេលក្រោយទើបធ្វើពិធីពេញលេញប៉ុន្តែគ្រួសារខ្លះដែលមានលទ្ធភាពគេអាចធ្វើបុណ្យរួចបូជាភ្លាមក៏មាននេះ6ឆ្នាំយាយអាយុគាត់8 5ដល់ស្លាប់កាគាត់ខូច85ចាតែគាត់យកមកផ្ញើក្នុងធរនេះឡើងចូល6ឆ្នាំហើយនេះបាទមុននឹងក្នុងពេលគាស់សពមិនមានកិច្ចពិធីអ្វីច្រើនទេតែបន្ទាប់ពីគាស់សពហើយគេនិមន្តលោកសូត្រយោងដែលជាកិច្ចពិធីដំបូងក្នុងពិធីរំលាយសពដល់ពេលយើងគាស់បានជាខ្មោចចាស់ហើយប្រមាណរូបមកសូត្រយោងហើយក៏គៀបខ្ចាប់យកទៅធ្វើបន់សង្កេតឃើញនៅតាមភ្នូរនីមួយៗមានដាក់កូនចន្ទាធ្វើពិធីជែកដែលមានកាមគុតគូគេដាក់ឲ្យចន្ទាឡើងមកឲ្យខ្មោចកាត់ឡើងចេញពីលងមកឡើងមកលើបានន័យថាយើងគាស់ហើយយើងត្រូវដាក់ចន្ទាឲ្យគាត់ធ្វើចន្ទាពីដើមជែកចុះមិនយកដើមចេកមានបើយើងធ្វើឈើអាស្រ័យឯធម្មតាអត់បានទេគេតម្រូវតែដើមចេកទេបងក្រៅពីដើមចេកក៏ដាក់អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតគេមានចងខ្សែចេញពីមឈូសនីមួយៗបន្លាយរហូតទៅដល់កន្លែងលោកសូត្រយោងខ្សែនោះគេសូត្រយោងដើម្បីស៊ូយោងឆ្អឹងពីមលុងបានន័យថាយើងចងខ្សែហ្នឹងតទៅដល់ណាពូដល់លូសូត្រយោងនៅកន្លែងដែលគេរៀបចំយកឆ្អឹងទៅបាទរីឯសពខ្លះដែលមិនទាន់រលួយអស់គឺគេត្រូវបូជានៅទីនោះផ្ទាល់ដើម្បីយកឆ្អឹងទៅធ្វើបុណ្យជាទូទៅនៅក្នុងព្រៃកប់សពនេះដែលគេហៅថាគោកខ្មោចគឺគេបញ្ចុះសពជាលក្ខណៈវិលជុំដែលមានន័យថាគាស់សពចាស់និងបញ្ចុះសពថ្មីអញ្ចឹងរាល់ពេលដែលមានមនុស្សស្លាប់គឺគេយកកប់ហើយដល់ពេលគាស់អ្នកសពចាស់អ្នកថ្មីមកកប់បន្តគ្នាទៅទៀតគេធ្វើរបៀបនេះអាចរក្សានិរន្តរភាពដីឲ្យកប់សពបានជាបន្តបន្ទាប់ទេសារណេនសហបញ្ចសីលានិយាមិបន្ទាប់ពីព្រះសង្ឃសូត្រយោងរួចហើយគេចាប់ផ្ដើមលើកសពទាំងអស់យកមកទុកនៅខាងក្រៅដែលគេមានរៀបចំជើងទម្ររួចជាស្រេចនៅភូមិជិតនោះដែលមានសពតិចក៏បានយកមកធ្វើបុណ្យរួមជាមួយអ្នកភូមិតាប្រុកដែរតែគាត់គេយើងសូមមកអានដាក់ជួយយើងកាន់ហើយ
គ្រប់មជ្ឈទាំងអស់គេមានតុបតែងផ្កាភ្ញីផ្សេងៗឲ្យសមស្របទៅនឹងបុណ្យសពសម្រាប់មជ្ឈខ្លះដែលនៅស្អាតគឺគេគ្រាន់តែលាងសម្អាតនិងតុបតែងដើម្បីយកមកប្រើសារជាថ្មីតែបើមជ្ឈខ្លះពុកផុយគេត្រូវរកមជ្ឈថ្មីមកជំនួស មកខ្សាច់ខំជាតិហើយព្រោះអដីកាយនោះណាប់ណែនេះណាគូថ្មទៀតអត់ បន្ទាប់ពីគេលើកសពមកតម្រៀបគ្រប់ចំនួនអស់ហើយរៀងខ្លួន បន្ទាប់ពីគេលាងសមាធិរួចរាល់ហើយគេវេចខ្ចប់ធាតុទាំងនោះដាក់ក្នុងកន្ទេលឬក្រណាត់រួចយកទៅដាក់ក្នុងមឈូសចំណែកឯធាតុខ្លះទៀតដែលមិនទាន់មានមឈូសគេយកទៅចងនៅតាមដើមឈើក្បែរភូមិដែលសន្មតថាជាតំបន់ព្រៃមួយរយៈសិនទម្រាំដល់ថ្ងៃធ្វើពិធីគេធ្វើរបៀបនេះក៏ដោយសារខ្លាចក្រែងក្មេងៗឬសត្វមកខាំហែកត្បិតអីធាតុទាំងនេះគឺគេមិនទាន់អាចឲ្យយកចូលដែនមនុស្សរស់នៅបាននៅឡើយទេគឺគេត្រូវធ្វើកិច្ចលួចសពជាមុនសិនទើបគេអាចយកចូលដែនរាជវត្តបាន ថ្ងៃទី1នៃពិធីបុណ្យរំលាយសពបានចាប់ផ្ដើមអ្នកភូមិបានមកជួបជុំគ្នានិងចាត់ចែងការងារតាមជំនាញរៀងៗខ្លួនត្បិតអីពិធីបុណ្យរំលាយសពនឹងធ្វើរយៈពេល3ថ្ងៃដែលមានគ្រឿងរណ្ដាប់ជាច្រើនដែលត្រូវរៀបចំសម្រាប់កិច្ចពិធីជាច្រើនដោយហេតុថាពិធីនេះមានលាយឡំរវាងព្រហ្មញ្ញសាសនានិងពុទ្ធសាសនា តាមពិតទៅពួកគាត់បានរៀបចំតាំងពី 4-10 ថ្ងៃមុននឹងពិធីចាប់ផ្ដើមម្លេះដូចជាការរៀបចំធ្វើភ្នំយោងរទេះសាលីរោងតាភ្លុកកុយខ្លោងទ្វារដែលទាំងនេះស្ថិតនៅក្នុងដែនរាជវត្តក្រៅពីនោះគេមានរៀបចំបាយសីស្លាធម៌ចាក់ចេករៀនអភិសេកព្រះរៀនពឹសស្នុកការនិងរៀនពុទ្ធគុណជាដើម អានេះហៅថាកាដូងសម្រាប់ដល់យើងអភិសេកព្រះទៅសម្រាប់បាច់ការនេះ អូពេលយើងអភិសេក ហ្នឹងលូសូតវាអន្តទៅបាច់ បាទអូ បាយវត្តទូឡាំដាក់ស្បែកមុខបង អូសម្រាប់ថ្វាយព្រះអង្គ អេដាក់ស្បែកពេលដែលយើងដាក់ដូចថានោះនេះ អាខ្សែសម្រាប់ធ្វើអីដែរលោកតា សម្រាប់ដាក់ញ៉ាំផ្លាវ យើងប្រើនៅពេលណាលោកតា ពេលខែ អូហើយសពចូលកន្លែង នោះឯង បាទទាំងនេះជាការរៀបចំគ្រឿងរណ្ដាប់មួយចំនួនសម្រាប់ធ្វើកិច្ចនីមួយៗក្នុងពិធីរំលាយសពរួមអ្វីដែលខ្ញុំចាប់អារម្មណ៍គឺសិល្បៈនៃការចាក់ចេករបស់អ្នកស្រុកអង្គរនៅរក្សាទំនៀមទម្លាប់យកដើមចេកមកចាក់ចេញជាក្បាច់ផ្កាភ្ញីផ្សេងៗសម្រាប់តុបតែងលម្អទីសក្ការៈក្នុងពិធីផ្សេងៗ ចូលដល់វេលាយប់ជាពេលដែលគេត្រូវធ្វើកិច្ចពិធីលួចសពនៅពេលយើងលើកពាក្យលួចសពយើងច្បាស់ជាមានចម្ងល់កិច្ចលួចសពជាទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណកាលមកប៉ុន្តែចូលមកដល់សម័យនេះយើងមិនសូវបានឃើញកិច្ចពិធីនេះទេលើកលែងតែនៅតំបន់អង្គរគេនៅតែប្រកាន់ធ្វើរហូតមកដល់សប្តាហ៍ថ្ងៃនេះប៉ុន្តែក៏មិនសូវពេញលេញដែរ បន្ទាប់ពីគេធ្វើពិធីលើកសពរួចហើយគេមិនទាន់អាចយកឆ្អឹងទាំងនោះចូលក្នុងបរិវេណរោងបុណ្យឬរាជវត្តបាននៅឡើយទេគេចាំរហូតដល់ពិធីបុណ្យចាប់ផ្ដើមទើបគេធ្វើពិធីលួចសពយកទៅផ្លុំចោលនៅទីតាំងណាមួយដែលនៅឆ្ងាយពីផ្ទះអ្នកភូមិដោយសន្មតថាជាតំបន់ព្រៃលុះស្អែកឡើងទើបគេអាចហែកចូលបរិវេណរោងបុណ្យបានហេតុផលដែលគេធ្វើកិច្ចនេះដោយសារគេយល់ឃើញថាសពជាមន្ទិលចង្រៃដូចនេះគេត្រូវធ្វើកិច្ចនេះ ដើម្បីដេញមន្ទិលចង្រៃចេញសិនមុននឹងយកចូលភូមិឋានរបស់មនុស្ស សុំនេះយើងតែពេលរួចសុំមកតែពេលហេយកទៅទូចូលเลยเนาะចាណាដល់ទូចូលទៅហ្នឹងណាដល់ថ្ងៃដល់ម៉ោងទៅហេសុំនោះយកមកចូលរងនេះវិញបាទកម្មវិធីគេណាបើចាស់បារាណតែធ្លាប់ធ្វើពីដើមមុនមកក៏ចេះតែធ្វើតគ្នាវាមានក្បួនធ្វើណាកិច្ចនេះគេធ្វើឡើងនៅពេលយប់ជ្រៅជាពេលដែលមនុស្សសត្វដេកលក់ស្កប់ស្កល់កាលពីដើមនៅពេលកំពុងលួចសពគេមានអុជចន្លោះវាយដើមឫស្សីជាសញ្ញានិងកំណត់ចំនួនមនុស្សឲ្យកាន់តែតិចកាន់តែល្អប៉ុន្តែដោយសារសម័យកាលកិច្ចពិធីនេះមានការប្រែប្រួលខ្លះ